ពលករខ្មែរ71នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតពលករខ្មែរចំនួន71នាក់ក្នុងនោះមានស្រី23នាក់និងកុមារ2នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញកាលពីថ្ងៃទី7ខែសីហាឆ្នាំ2026តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យការទទួលពលករខ្មែរទាំងនេះបានធ្វើឡើងក្រោមវត្តមានលោកវរៈស្នេហ៍ឯកសុផាន់សមស័ក្តិនាយរងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតំណាងលោកឧត្តមស្នេហ៍ត្រីអ៊ីចម្រើននាយប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍និងលោកវរៈស្នេហ៍តូសេមករានាយសេនាធិការប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍រួមជាមួយនឹងមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃលោកវរៈស្នេហ៍តូសេមករាបានបញ្ជាក់ថាពលករខ្មែរដែលត្រូវបានបញ្ជូនមកវិញរួមមានអាជីវករលក់ដូរនៅផ្សាររងឃ្លឿប្រទេសថៃដែលត្រូវបានចាប់ខ្លួនដោយសារការលក់ដូរខុសច្បាប់ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់និងពលករខ្មែរដែលចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ហើយត្រូវបានកម្លាំងយោធាថៃចាប់ខ្លួនតាមបន្ទាត់ព្រំដែនបន្ទាប់ពីទទួលពលករទាំងនោះអាជ្ញាធរកម្ពុជាបានផ្ដល់អាហារសម្រន់រួមមានបាយមួយប្រអប់នំប៉័ងមួយនិងទឹកបរិសុទ្ធមួយដបដល់ពលករម្នាក់ៗលើពីនេះលោកវរៈស្នេហ៍ឯកសុផាន់សមស័ក្តិបានបន្ថែមថាក្រោយពីទទួលបានការសាកសួរព័ត៌មានរួចរាល់ពលករខ្មែរទាំងអស់ត្រូវបានប្រគល់ជូនទៅមណ្ឌលសម្ចតក្រុងប៉ោយប៉ែតដើម្បីរៀបចំដឹកជញ្ជូនបន្តទៅដល់លំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព